កំពុងរកខាត់ខ្លួនលោកហងសំណាងនឹងបកពួកផលិតវីដេអូខ្លែងឯកសណ្ឋានកងទ័ពអ្នកកាសែតម្នាក់ឈ្មោះហងសំណាងនិងបកពួកពីរនាក់ផ្សេងទៀតបាននាំគ្នាផលិតវីដេអូខ្លែងឯកសណ្ឋានកងទ័ពផ្ទុយពីក្រមសីលធម៌និងវិជ្ជាជីវៈទើបសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2025នៅស្រុកកំពង់រោគខេត្តស្វាយរៀងប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយពីមានការផលិតវីដេអូនិងបង្ហោះคลิปវីដេអូខ្លែងឯកសណ្ឋានកងទ័ពដែលធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជាញឹកញាប់ផ្ទុយពីក្រមសីលធម៌និងវិជ្ជាជីវៈនោះមកសមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវជាលទ្ធផលសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធចំនួន3នាក់ដោយនៅក្នុងនោះមានម្នាក់ជាអ្នកកាសែតផងដែរជនសង្ស័យទាំងនេះមានដូចជាមួយឈ្មោះហងសំណាងមានមុខរបរគឺជាអ្នកកាសែត2ឈ្មោះរស់អៀវភេទប្រុសអាយុប្រហែលជា60ឆ្នាំមានទីលំនៅនៅភូមិកណ្ដាលឃុំថ្នោតស្រុកកំពង់រោគខេត្តស្វាយរៀងនិងទី3ឈ្មោះកុនវាសនាភេទប្រុសអាយុប្រហែលជា30ឆ្នាំរស់នៅភូមិបនឃុំថ្នោតស្រុកកំពង់រោគខេត្តស្វាយរៀងជនសង្ស័យទាំងនេះមិនមែនជាកងទ័ពឬក៏ជាអតីតយុទ្ធជននោះទេលោកហែមសមុទ្រអធិការនគរបាលស្រុកកំពង់រោគបានបញ្ជាក់ថាលោកហងសំណាងនិងបកពួកពីរនាក់ទៀតពិតជាត្រូវបានសមត្ថកិច្ចហៅមកសាកសួរកាលពីព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2025ពិតប្រាកដមែនដោយសារតែពួកគេបានបង្ហោះវីដេអូពាក់ព័ន្ធទៅនឹងកងទ័ពក្រសួងព័ត៌មានកម្ពុជាបានប្រកាសថាអ្នកសារព័ត៌មានអាជីពក្តីមិនអាជីពក្តីឬអ្នកចែកចាយព័ត៌មានលើបណ្ដាញសង្គមក្តីត្រូវតែធ្វើឡើងដោយផ្អែកលើឬត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័នសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធនៅក្នុងវិស័យនេះជាពិសេសប្រធានបទសន្តិសុខជាតិដោយត្រូវផ្សាយឬគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងហ្មត់ចត់ក្រោយពេលឃាត់ខ្លួនរួចមកសមត្ថកិច្ចបានបញ្ជូនខ្លួនបុគ្គលឈ្មោះហងសំណាងនិងបកពួកពីរនាក់ទៀតទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីសាកសួរបន្ថែមនិងចាត់ការបន្តតាមនីតិវិធីនាងខ្ញុំលីលីពី I Love Cambodia Hot News TV